រងប្រជិកហ្វូណនដេជោចាប់ផ្ដើមជីកនៅពេលទឹកស្រកខាងមុខអាចនឹងចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តមផនរឹមបានគូសបញ្ជាក់ថាគម្រោងប្រជិកហ្វូណនដេជោមិនមានការកែប្រែទេនិងកំពុងដំណើរការតាមការបរិច្ឆេទនៃដំណាក់កាលនីមួយៗប្រជិកនេះនឹងចាប់ផ្ដើមជីកនៅពេលទឹកស្រកខាងមុខអាចចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខតាមរយៈបណ្ដាញសង្គមការងារនាព្រឹកថ្ងៃទី22ខែតុលាឯកឧត្តមផនរឹមបានលើកឡើងថាបច្ចុប្បន្នគម្រោងប្រជិកហ្វូណនដេជោស្ថិតនៅក្នុងដំណាក់កាលវាស់វែងនិងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋគម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្ត្រនេះគឺជាគំនិតផ្ដើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យប្រវត្តិសាស្ត្រវែងឆ្ងាយរបស់សម្ដេចនាយកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានប្រសិទ្ធិគម្រោងនេះបានបន្តយកចិត្តទុកដាក់និងអនុវត្តប្រកបដោយប្រសិទ្ធភាពនិងធម៌ពលដោយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ផលប្រយោជន៍ដល់អ្នកជំនាន់ក្រោយយូរអង្វែងបន្តទៀត